សួស្តីបងប្អូនថ្ងៃនេះខ្ញុំបាទអារម្មណ៍បងប្អូនមកទស្សនានៃការលេងចំណីមាន់ថ្មីបងប្អូនបាទនេះគឺជាដើមឆៃយ៉ាដែលយើងដាំទុកយកទៅកាត់លាយឲ្យមាន់តោះបងប្អូនទស្សនាទាំងអស់គ្នាបាទឃើញហើយឥឡូវនេះយើងបេះបានមួយក្តីបបហើយបងប្អូនតោះយើងទៅបេះពី3មុខទៀតបាទឃើញថាយើងបេះឆៃយ៉ាបានហើយឥឡូវនេះយើងបេះដើមកុំធំថេតម្ដងបងប្អូនបាទកាច់យកត្រួយមកបងប្អូនបាទកុំធំថេតដែលយើងកាប់ដើមឲ្យមុនឲ្យលាស់មកហើយបាទខាតទេនេះមកកណោបងប្អូនបាទទុកគ្រាន់តែលាយមាន់យើងធ្វើជាបន្លែហូបបាទបានទាំងអស់បងប្អូនបាទនេះពងតែយកតែត្រួយបាទឃើញថាឥឡូវនេះយើងបានមួយដៃក្បឹបហើយបងប្អូនបាទណាល្អបងប្អូនអើយយើងធ្វើជាលក់ក៏បានបាទឥឡូវយកធ្វើជាចំណីមាន់ម្ដងបាទបងប្អូននេះជាចុងក្រោយគឺស្លឹកចេកបងប្អូនបាទខ្វះឲ្យស្លឹកចេកយើងយកមកច្បល់ជាមួយបាទឥឡូវនេះចាប់ផ្ដើមកិនស្លឹកចេកហើយបងប្អូនបាទនេះស្លឹកចេកបានបន្តនេះមួយស្រួលបងប្អូនអនុកាន់ចំណីមាន់បន្លែមកមិនស្រួលនេះកំពុងតែដាក់ស្លឹកចេកបាទបន្ទាប់ពីដាក់ស្លឹកចេកហើយបងប្អូននេះយើងហាន់ដើមកធំថេតម្ដងបងប្អូនបាទមានម៉ូទ័រនេះមួយស្រួលមួយយ៉ាងដែរបងប្អូនស្វីស្រួលបងប្អូនបាទបន្ទាប់ពីដាក់ស្លឹកទាំងពីរមុខនេះហើយនេះបងប្អូនជាចុងក្រោយគឺស្លឹកឆៃយ៉ាបងប្អូននេះបានម៉ូទ័រដែរមួយស្រួលបងប្អូនវាស្រួលមែនតើបងបាទបងប្អូននេះរួចរាល់ជាស្រេចបងប្អូនល្អមែនតើម៉ត់អាចយកឲ្យមាន់ទាបានគឺថាល្អមែនតើបងបាទមានម៉ូទ័រនេះមួយស្រួលបងប្អូនបាទអែមបាទជាចុងក្រោយបងប្អូនចង់បានម៉ូទ័រអាចទំនាក់ទំនងមកតាមរយៈ page នេះក៏បានដែរបងប្អូនធានាឲ្យមកអែមឬក៏តាមលេខទូរស័ព្ទដែលដាក់ caption នៅខាងលើសូមអរគុណ